វាគេបែកក្បាលហើយរត់គេចខ្លួនទៅដេកក្នុងសន្តាគារបាន6ថ្ងៃត្រូវឃាត់ខ្លួនបានជនឯកឧត្តមម្នាក់ក្នុងចំណោមបពុះ2នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺធ្វើការតាមចាប់ខ្លួនរហូតដល់ខេត្តកកុងខណៈដែលយកសោវាយទៅលើជនរងគ្រោះបែកក្បាលដេកជាច្រើនធ្នេរួចជិះម៉ូតូគេចខ្លួនទៅដេកក្នុងសន្តាគាររហូតដល់ខេត្តកកុងការឃាត់ខ្លួនជនឯកឧត្តមកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025នៅចំណុចក្នុងសន្តាគារយីហោសៀងហៃស្ថិតក្នុងភូមិពីមកាយឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកកុងនគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថាជនឯកឧត្តមដែលឃាត់ខ្លួនមានឈ្មោះសំលីហួរភេទប្រុសអាយុ21ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងក្រឡឹងឃុំគ្រាវ័នស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនគរបាលខេត្តកំពង់ស្ពឺបាននិយាយបន្តទៀតថាកាលពីវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃទី25ខែឧសភាឆ្នាំ2025កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកភ្នំស្រួចបានទទួលពាក្យបណ្ដឹងពីឈ្មោះឈឹមចត្រាភេទប្រុសអាយុ21ឆ្នាំរស់នៅភូមិក្រាំងបឹងឃុំតាំងសំរោងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅក្នុងពាក្យបណ្ដឹងកាលពីវេលាម៉ោង 19:50 នាទីថ្ងៃទី24ខែឧសភាឆ្នាំ2025រូបខ្លួននិងមិត្តភ័ក្តិឈ្មោះព្រំវិនភេទប្រុសអាយុ25ឆ្នាំទាំងពីរនាក់រស់នៅភូមិជាមួយគ្នាបានជិះម៉ូតូមួយគ្រឿងចេញពីហូបបុកល្ហុងនៅភូមិក្រាំងប្រស្រុកឃុំគ្រាវ័នសម្ដៅទៅផ្ទះពេលជិះទៅដល់ចំណុចថ្នល់បំបែកស្ថិតនៅក្នុងភូមិគិរីរស្មីឃុំព្រៃរំដួលស្រុកភ្នំស្រួចបានឈប់ម៉ូតូចុះទិញមាន់អាំងដើម្បីយកទៅផ្ទះពេលកំពុងអង្គុយចាំយកមាន់អាំងស្រាប់តែមានជនសង្ស័យចំនួន2នាក់ដែលគេស្គាល់ទី1ឈ្មោះសំលីហួរភេទប្រុសអាយុ21ឆ្នាំរស់នៅភូមិត្រពាំងក្រឡឹងឃុំគ្រីវ័នស្រុកភ្នំស្រួចនិងម្នាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក់មកពីទិសខាងជើងមកឈប់ក្បែរពួកខ្លួនរួចក៏នាំគ្នាយកកូនសោសម្រាប់ដោះម៉ូតូវាយទៅលើឈ្មោះឈឹមចត្រាត្រូវជាមិត្តភ័ក្តិចំដៃខាងឆ្វេងនិងក្បាលពីលើបណ្ដាលឲ្យបែកហូរឈាមរងរបួសធ្ងន់ពេលធ្វើសកម្មភាពវាយរួចក្រុមជនសង្ស័យដែលដល់ទាំងពីរនាក់ខាងលើបានជិះម៉ូតូត្រឡប់ទៅទិសខាងជើងវិញបាត់ចំណែកជនរងគ្រោះត្រូវបានមិត្តភ័ក្តិឈ្មោះវិនដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹងនគរបាលខេត្តកំពង់ស្ពឺបានបន្តទៀតថារហូតដល់វេលាម៉ោង 18:30 នាទីថ្ងៃទី29ខែឧសភាឆ្នាំ2025ដោយមានការបញ្ជាពីលោកស្នងការហើយលោកស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចនិងកម្លាំងនគរបាលស្រុកគិរីសាគរនៃខេត្តកកុងបានចាប់ឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះសំលីហួរភេទប្រុសអាយុ21ឆ្នាំនៅចំណុចក្នុងសន្តាគារសៀងហៃស្ថិតនៅភូមិពីមកាយឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកកុងដកហូតម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1KQ 3479ប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌស្រាលនៃស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីសួរនាំលុះដល់វេលាម៉ោង 8:38 នាទីព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2025បានបន្តទៅដកហូតសោលេខ24ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះនៅចំណុចភូមិគិរីរស្មីឃុំព្រៃរំដួលស្រុកភ្នំស្រួចនោះចំណែកបពុះជនដែលដល់ដែលរត់គេចខ្លួនកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បច្ចុប្បន្នជនសង្ស័យដែលដល់រួមជាមួយនឹងវត្ថុតាងខាងលើនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ